ព័ត៌មានថ្មីបងប្អូនមកស្ដាប់ទាំងអស់គ្នាភាគីថៃបានស្នើឲ្យភាគីកម្ពុជាបើកច្រកព្រំដែនឡើងវិញចំពោះច្រកមួយចំនួននិងអនុញ្ញាតឲ្យឡានដឹកទំនិញឆ្លងកាត់និងចេញចូលដើម្បីសម្រាលដល់បន្ទុកបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ពាក់ព័ន្ធនឹងការបិទច្រកព្រំដែននេះអញ្ចឹងលិខិតដែលមានចុះហត្ថលេខារបស់ខាងយោធាថៃនេះខ្ញុំបានអានរួចរាល់អស់ហើយខ្ញុំឃើញថាភាគីថៃបានស្នើសុំឲ្យកម្ពុជាបើកច្រកមួយចំនួនពិតមែនប៉ុន្តែក្នុងនោះគេនៅតែចង់កំណត់ម៉ោងចេញចូលដដែលដោយច្រកខ្លះគេបើកពីម៉ោង8ព្រឹកដល់ម៉ោង12ថ្ងៃច្រកខ្លះក៏បានពីម៉ោង8ដល់ម៉ោង4ល្ងាចអញ្ចឹងទៅមិនត្រឹមតែប៉ុណ្ណឹងភាគីយោធាថៃបានកំណត់ចំនួនឡានទៀតអញ្ចឹងច្រកខ្លះបានមួយថ្ងៃចំនួន50ឡានច្រកខ្លះបានមួយថ្ងៃតែ20ឡានទេនេះបើយោងតាមលិខិតដែលមានចុះហត្ថលេខារបស់មេតបថៃបន្ទាប់ពីអាជ្ញាធរកម្ពុជាទទួលបានលិខិតនេះហើយខ្ញុំបាទឃើញសម្ដេចបវរធិបតីរបស់កម្ពុជាយើងបានចេញសារមួយដើម្បីឆ្លើយតបរួចរាល់ហើយបងប្អូនអាចចូលទៅអានបាននៅក្នុង page Facebook ផ្លូវការរបស់សម្ដេចបានសរុបមកវិញកម្ពុជាយើងបានឆ្លើយតបទៅវិញថាបើសិនជាភាគីថៃចង់ឲ្យឡានដឹកទំនិញឆ្លងកាត់ចេញចូលបាននឹងភាគីថៃត្រូវតែត្រឡប់សភាពព្រំដែនទាំងអស់នឹងឲ្យដូចដើមវិញពោលគឺមុនថ្ងៃទី7ខែមិថុនាឆ្នាំ2025គួររំលឹកជូនបងប្អូនបន្ថែមថាចាប់ពីថ្ងៃទី7ខែមិថុនាកន្លងមកនេះរហូតមកដល់បច្ចុប្បន្ននេះភាគីថៃបានបិទបើកច្រកដោយឯកតោភាគីគ្មានការជូនដំណឹងមកកម្ពុជាយើងទេតើបងប្អូនយល់យ៉ាងណាជុំវិញនឹងករណីនេះជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងហើយចុច follow ខ្ញុំម្នាក់មួយដោយសារព័ត៌មាននឹងមានការវិវត្តជារៀងរាល់ថ្ងៃដូច្នេះខ្ញុំនឹងចេញវីដេអូដើម្បីអាប់ដេតជូនបងប្អូនជារៀងរាល់ថ្ងៃសូមអរគុណជួបគ្នាវីដេអូក្រោយ